កាលពីវគ្គមុនខ្ញុំបានរកឃើញផ្ទះ player ម្នាក់ហើយឥឡូវនេះខ្ញុំបានសង់ផ្ទះចិត្តគាត់ហើយនេះគឺជាផ្ទះរបស់ខ្ញុំហើយឥឡូវនេះខ្ញុំកំពុងតែដើរទៅរកផ្ទះ player ម្នាក់នោះព្រោះអីផ្ទះខ្ញុំនិងផ្ទះគាត់នៅជិតគ្នាដែរទេខ្ញុំដើរឆ្លងភ្នំដើម្បីទៅផ្ទះ player ម្នាក់នោះឥឡូវនេះខ្ញុំបានមកដល់ជិតផ្ទះ player ម្នាក់នោះហើយខ្ញុំឡើងកាត់ភ្នំនេះហើយស្រាប់តែឃើញឈ្មោះ player ម្នាក់នោះលោតនៅមុខខ្ញុំធ្វើឲ្យខ្ញុំមានសង្ឃឹមដើម្បីបានជួប player ម្នាក់នោះហើយពេលនោះដែរខ្ញុំខំតែត្រេកអរឃើញ player ម្នាក់នោះដើរមកសម្ដៅមកខ្ញុំពេលនោះខ្ញុំក៏បានបរិភោគនំប៉័ងសុកស្រាប់តែ player ម្នាក់នោះធ្វើរឿងនេះដាក់ខ្ញុំបន្ទាប់ពីគាត់បានបាញ់ខ្ញុំហើយក៏ខ្ញុំមានកំហឹងជាមួយនឹងគាត់ខ្លាំងមែនទែនខ្ញុំក៏បានដើរសម្ដែងទៅរកគាត់ពេលនោះខ្ញុំអាឡ័យមានកំហឹងជាមួយគាត់ខ្លាំងពេកខ្ញុំក៏បានលោតចុះទៅភ្លេចដាក់ទឹកអាពេលខ្ញុំចុះទៅដល់ហើយស្រាប់តែ player ម្នាក់នោះក៏បានមកវាយខ្ញុំយកធ្វើឲ្យខ្ញុំធ្វើអីមិនទាន់សោះពេលដែលខ្ញុំលោតទៅនឹងហើយដែលសារខ្ញុំកំហឹងពេកខ្ញុំដឹងខ្លួនឯងថាខ្ញុំមិនអាចឈ្នះគាត់បានទេព្រោះពេលនោះខ្ញុំមិនបានយកសម្ភារៈអីទៅទាំងអស់ខ្ញុំយកទៅតែមកត្រឹមការពារ zombie តែប៉ុណ្ណោះពេលនេះដែរកាត់តែខ្ញុំឲ្យមានកំហឹងទៅហើយព្រោះគាត់បានវាយខ្ញុំស្លាប់នៅពេលដែលខ្ញុំបានស្លាប់ហើយខ្ញុំក៏បានទៅផ្ទះដើម្បីដេកដើម្បីស្អែកឡើងនឹងត្រូវតែយកសម្ភារៈពីគាត់វិញនេះកន្លែងនេះខ្ញុំលេបបញ្ចូលសលេងហើយឲ្យបងប្អូនមើលតែខ្លួនឯង